មហាជនមានចម្ងល់ថាតើអ្នកណាអីក៏ថ្លើមធំម្លេះហ៊ានបើកផ្លូវឲ្យសាឡង់បូមខ្សាច់តម្លៃប្រមាណជាង$60,000ឆ្លងដែនចូលកម្ពុជាតាមច្រកក្អមសំណដោយគ្មានច្បាប់បានយ៉ាងរលូនបែបនេះមហាជនអ្នកលេងបណ្ដាញសង្គមពិតជាបានដឹងហើយថាកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026កន្លងទៅកម្លាំងនៃនាយកដ្ឋានបង្ការនិងបង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេសបានស្ទាក់ចាប់សាឡង់បូមខ្សាច់មួយគ្រឿងតម្លៃប្រមាណជាង$60,000ដែលឈ្មោះនាំចូលពីប្រទេសវៀតណាមដោយគ្មានច្បាប់នាគ្រាដែលសាឡង់នោះបានបើកចូលមកទឹកដីកម្ពុជាតាមច្រកក្អមសំណស្រុកលើកដែកខេត្តកណ្ដាលបានចម្ងាយប្រមាណ5គីឡូម៉ែត្រដើម្បីយកមកធ្វើអាជីវកម្មបូមខ្សាច់នៅកម្ពុជាគណៈមហាជនដាក់ជាចម្ងល់ថាតើអ្នកណាអីក៏ថ្លើមធំម្លេះហ៊ានបើកផ្លូវឲ្យសាឡង់បូមខ្សាច់តម្លៃប្រមាណជាង$60,000អ្វីដែលអស្ចារ្យទៀតនោះគឺសាឡង់នោះគេបានបន្លំដោតទង់ជាតិកម្ពុជាទៀតផងក្រោយពីខាត់ខ្លួនមន្ត្រីជំនាញពិនិត្យឃើញថាលិខិតឆ្លងដែនរបស់ជនជាតិវៀតណាមដែលជាអ្នកបើកបរសាឡង់មានត្រាចេញពីប្រទេសវៀតណាមនៅថ្ងៃទី9ខែកក្កដាឆ្នាំ2026ខណៈត្រាចូលកម្ពុជានៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណត្រូវបានបោះនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026ដែលជាចំណុចត្រូវបានលើកជាសំណួរពីនីតិវិធីនៃការឆ្លងដែនប្រភពខ្លះទម្លាយថាករណីសាឡង់បូមខ្សាច់នេះមិនមែនចូលមកដោយចៃដន្យនោះឡើយគឺសង្ស័យមានការរៀបចំខុបខិតពីសំណាក់មន្ត្រីជំនាញមានលោកសុងម៉ាឡៃប្រធានការិយាល័យគយនិងរដ្ឋកោច្រកទ្វារអន្តរជាតិក្អមសំណនិងលោករឹមលឹមសេងនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិក្អមសំណព្រោះថានៅលើលិខិតឆ្លងដែនអ្នកបើកបរសាឡង់នោះមានត្រាចូលប្រភពដដែលទម្លាយថាករណីនាំសាឡង់ចូលមកកម្ពុជានោះបានស្រួលបែបនេះគឺមានឈ្មោះម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះអ៊ីជាអ្នករៀបចំនិងតាក់ទងជាមួយមន្ត្រីជំនាញតាមច្រកសាឡង់បូមខ្សាច់មួយគ្រឿងនេះមានប្រភពពីប្រទេសវៀតណាមត្រូវបានកម្លាំងកយចល័តស្ទាក់ចាប់បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គមបន្ទាប់ពីមានការចោទប្រកាន់ថាមានការខុបខិតពីមន្ត្រីកយនិងនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណបើកផ្លូវឲ្យមធ្យោបាយនេះឆ្លងដែនចូលមកកម្ពុជាដើម្បីយកមកធ្វើអាជីវកម្មបូមខ្សាច់នៅកម្ពុជាដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវព្រោះជាធម្មតាការនាំចូលគ្រឿងចក្រគ្រប់ប្រភេទចូលមកកម្ពុជាសម្រាប់ធ្វើអាជីវកម្មត្រូវតែបំពេញនីតិវិធីគយនិងបង់ពន្ធស្របតាមច្បាប់ជាមុនសិនក្រោយពីខាត់ខ្លួនមន្ត្រីជំនាញពិនិត្យឃើញថាលិខិតឆ្លងដែនរបស់ជនជាតិវៀតណាមដែលជាអ្នកបើកបរសាឡង់មានត្រាចេញពីប្រទេសវៀតណាមនៅថ្ងៃទី9ខែកក្កដាឆ្នាំ2026ខណៈត្រាចូលកម្ពុជានៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណត្រូវបានបោះនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026ដែលជាចំណុចត្រូវបានលើកជាសំណួរពីនីតិវិធីនៃការឆ្លងដែនករណីនេះដែរត្រូវបានប្រភពខ្លះទម្លាយថាករណីសាឡង់បូមខ្សាច់នេះមិនមែនចូលមកដោយចៃដន្យនោះឡើយគឺសង្ស័យអាចមានការរៀបចំខុបខិតពីសំណាក់មន្ត្រីជំនាញមានលោកសុងម៉ាឡៃប្រធានការិយាល័យគយនិងរដ្ឋកោច្រកទ្វារអន្តរជាតិក្អមសំណនិងលោករឹមលឹមសេងនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិក្អមសំណព្រោះថានៅលើលិខិតឆ្លងដែនអ្នកបើកបរសាឡង់នោះមានត្រាចូលប្រភពដដែលទម្លាយថាករណីនាំសាឡង់ចូលមកកម្ពុជានោះបានស្រួលបែបនេះគឺមានឈ្មោះម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះអ៊ីជាអ្នករៀបចំនិងតាក់ទងជាមួយមន្ត្រីជំនាញតាមច្រកមហាជនមានចម្ងល់ថាប្រសិនបើការអះអាងនេះជាការពិតវាបង្កើតជាសំណួរសំខាន់មួយថាតើសាឡង់ដែលមានតម្លៃរាប់សែនដុល្លារអាចឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិដោយគ្មានការត្រួតពិនិត្យឯកសារនិងការបង់ពន្ធបានដោយរបៀបណាតើតួនាទីលោកសុងម៉ាឡៃប្រធានការិយាល័យគយនិងរដ្ឋកោច្រកទ្វារអន្តរជាតិនិងលោករឹមលឹមសេងនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិក្អមសំណដែលគ្រប់គ្រងតាមច្រកនោះធ្វើអីខ្លះទៅសាឡង់មានទំហំធំបែបនេះអាចចូលមកបានយ៉ាងស្រួលបែបនេះជាមួយគ្នានេះមហាជនក៏បានអំពាវនាវឲ្យក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបើកការស៊ើបអង្កេតលើការអនុវត្តតួនាទីរបស់មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិក្អមសំណដើម្បីបញ្ជាក់ការពិតនិងចាត់វិធានការតាមច្បាប់ប្រសិនបើរកឃើញថាមានភាពមិនប្រក្រតីទោះជាយ៉ាងណាគិតត្រឹមពេលនេះមិនទាន់មានការបញ្ជាក់ឬសេចក្តីបំភ្លឺជាផ្លូវការណាមួយពីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាឬស្ថាប័នពាក់ព័ន្ធផ្សេងទៀតជុំវិញការចោទប្រកាន់ខាងលើនេះនៅឡើយទេពាក់ព័ន្ធនឹងបញ្ហាខាងលើអង្គភាពយើងមិនអាចស្វែងរកការបកស្រាយពីភាគីខាងលើបានទេអង្គភាពយើងរងចាំការបកស្រាយរាល់ម៉ោងធ្វើការ
សូមរំលឹកថាសាឡង់បូមខ្សាច់មួយគ្រឿងពាក់ស្លាកលេខ HN 2607បានឆ្លងដែនចូលកម្ពុជាតាមច្រកទឹកច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណមុននឹងត្រូវបានកម្លាំងនាយកដ្ឋានបង្ការនិងបង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេសហៅកូចចល័នសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសអាវុធហត្ថខេត្តព្រៃវែងនិងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិកោះរកាស្ទាក់ចាប់បានកាលពីយប់ថ្ងៃទី11ខែកក្កដាឆ្នាំ2026នៅចំណុចតាមដងទន្លេក្នុងភូមិសាស្ត្ររវាងខេត្តកណ្ដាលនិងខេត្តព្រៃវែងបើតាមអ្នកបើកបរឈ្មោះងវៀនវ៉ាន់ថាញ់សញ្ជាតិវៀតណាមអាយុ44ឆ្នាំបានសារភាពថាខ្លួនបានបើកសាឡង់នេះពីប្រទេសវៀតណាមចូលមកកម្ពុជាកាលពីថ្ងៃទី10ចូលថ្ងៃទី11ខែកក្កដាដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវនោះឡើយបច្ចុប្បន្នសាឡង់នោះត្រូវបានឃាត់និងយកទៅរក្សាទុកជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់កម្ពុជា